កំពុងរថយន្តប្រសំចាយខ្លាំងរបស់ហុងឈីពេលនេះបានមកដល់ប្រទេសកម្ពុជាហើយថ្ងៃនេះបងយូម៉ាសូមធ្វើការរៀបបញ្យល់បង្ហាញអំពីរថយន្តចំនួនថ្មីគឺហុងឈី CZS PHEV ប្រភេទអគ្គិសនីបូកសាំងខ្ញុំឈ្មោះវណ្ណដាកើតលើដែនដីសុវណ្ណភូមិពីភាពធំទូលាយរបស់វាវិញគឺមានរយៈបណ្ដោយរហូតដល់4655និងតតឹងរហូតដល់1900និងកម្ពស់រហូតដល់1700ឯណោះបើសិនជាបងប្អូនធ្វើការរួមបញ្ចូលប្រើទាំងសាំងហុងអគ្គិសនីផងជីបានរហូតដល់រយៈចម្ងាយ1100គីឡូម៉ែត្រឯណោះដល់ផ្នែកខាងក្នុងគឺមានសភាពរចនាគឺស្អាតខ្លាំងមែនទែនមកជាមួយនឹង Dual Wireless Charge រហូតទៅ2កន្លែងឯណោះដូចនេះបានពាក់ជាមួយនឹងផេកកាមេរ៉ា540បងប្អូនដល់គេធ្វើការមើលជុំវិញហើយមើលដល់បាត់ក្រោមទៀតជាមួយនឹងចង្កឹះអេឡិចត្រូនិកគឺមានសុវត្ថិភាពនិងងាយស្រួលខ្លាំងមែនទែននេះមានជាមួយនឹងដបបើកលើទៀតចឹងបងត្រូវការដំណើរកម្សាន្តចិត្តឆ្ងាយគឺមានអត្ថប្រយោជន៍ល្អខ្លាំងជាមួយនឹងប្រភេទកៅអីអូតូសងខាងតែម្ដងទាំង Driver ទាំង Passenger បើនិយាយពីកញ្ចក់វិញគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនគឺការពារចំណាំងផ្លាតបានទៀតបងកន្លែងមើលកៅអីវិញគឺជាប្រភេទកៅអីពុកស្បែកអូកានិកធម្មជាតិបងអត់មានធំក្លិនណាហើយងាយស្រួលអង្គុយទន់ខ្លាំងមែនទែនហើយមានក្រោយឆ្លាញ់ក្តោបក្នុងទៀតណាអខនចុងមកដល់ខាងក្រោយវិញគឺមានអារម្មណ៍ថាស្រស់ថ្លាខ្លាំងមែនទែនធំទូលាយហើយគឺលក្ខណៈថារថយន្តរបស់យើងមានដបបើកលើ fresh សាហាវយ៉ានកង់វិញគឺជាប្រភេទយ៉ានកង់អាឡូមីញ៉ូមមានទំហំ18អ៊ីងតែបងលោកគ្នាត្រូវការ upgrade មក19ក៏បានដែរអត្ថប្រយោជន៍មួយទៀតបងមានអីវ៉ាន់ជាប់ដៃបងមានតែ case sensor នេះមួយគឺធ្វើការបើកពុកក្រោយបានតែម្ដងគឺមានសភាពងាយស្រួលនិងរហ័សទាន់ចិត្តតែម្ដងហើយធ្វើការបិទវិញដល់ប្រើជើងវិញបានដូចគ្នាគឺលយខ្លាំងមែនតើPHEV ចំនួនថ្មីនេះក៏ support ជាមួយនឹងភ្លើង fast charge ផងដែរចាប់អារម្មណ៍ចុងក្រោយគេរថយន្តនេះគឺបំណងតែធ្វើការបំលែងភ្លើងចេញពីឡានយកមកប្រើប្រាស់ខាងក្រៅបានជាចុងក្រោយបងប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ទៅលើហុងឈី CZS ប្រភេទអគ្គិសនីបូកសាំងនេះអាចធ្វើការទំនាក់ទំនងតាមរយៈ page ឬតាមប្អូនយូម៉ាងបានអរគុណ